ួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអេមីនបាននាំយករឿងថ្មីមួយរឿងទៀតហើយដែលមានចំណងជើងថាដាំចិត្តចាំស្នេហ៍ដែលរឿងនេះផងដែរគឺជាប្រភេទរឿង BL ដែលជាស្នាដៃកូនខ្មែរយើងផ្ទាល់តែម្ដងចំពោះរឿងនេះវិញគឺចង់និយាយអំពីជីវិតគូស្នេហ៍របស់សិស្សសាលាវ័យកំពុងសិក្សាមួយគូដែលពួកគាត់គឺជាស្នេហាបែប BL អ្នកទាំងអស់គ្នាប្រកាសជាដឹងច្បាស់ហើយថាស្នេហាបែបពួកគាត់នេះគឺមានឧបសគ្គច្រើនមែនទែនមិនថាពីគ្រួសារមិនថាពីសង្គមខាងក្រៅគឺរឿងបែបនេះគឺជាអត់ផុតទេចំពោះគូស្នេហ៍បែបពួកគាត់ប៉ុន្តែតួអង្គនៅក្នុងសាច់រឿងរបស់យើងវិញគឺយើងអត់ទាន់ដឹងច្បាស់ទេថាដំណើរដើមទងនៃស្នេហារបស់គាត់គឺជួបឧបសគ្គឬក៏ happy យ៉ាងណានោះគឺយើងអត់ទាន់ដឹងច្បាស់ទេមានតែចាំស្ដាប់អេមីនសម្រាយបន្តតោះកុំឲ្យខាត់ពេលយូរយើងមកស្ដាប់សាច់រឿងយើងពេញទាំងអស់គ្នាផ្ដើមចេញពីពេលព្រឹកមួយនៅក្នុងសាលារៀនរដ្ឋមួយកន្លែងនៅក្នុងវេលាម៉ោងប្រហែលជា 6:20 នាទីសម្រាប់ពេលស្មានហ្នឹងគឺអត់សូវមានសិស្សមកច្រើនអីប៉ុន្មានទេគឺមកបែបខ្លះអ្នកខ្លះដែលមកមុនក៏សម្អាតវេនស្រោចទឹកផ្កាអ្នកខ្លះក៏អង្គុយលេងអីចឹងទៅស្របពេលនឹងដែរគឺយើងបានឃើញក្មេងប្រុសពីរនាក់ដែលគាត់កំពុងតែអង្គុយលេងនៅក្នុងបរិវេណសាលានឹងឯងអាយុពួកគាត់ប្រហែលជា 15-16 ឆ្នាំគឺកំពុងអង្គុយលេងនិយាយគ្នាសើចសប្បាយអញ្ចឹងទៅតែមើលទៅពួកគេដូចជាស្និទ្ធស្នាលគ្នាខ្លាំងមែនទែនដែលនិយាយលេងជាមួយគ្នាមិនដឹងរឿងអីទៅរឿងអីទេមើលទៅសប្បាយកាក់កាយខ្លាំងមែនទែនហើយដែលឃើញឱកាសល្អក្មេងម្នាក់នៅក្នុងចំណោមក្មេងពីរនាក់ហ្នឹងគឺគាត់បាននិយាយទៅកាន់មិត្តភក្តិគាត់ដោយទឹកមុខបែបប្រកបវិជ្ជាវិរៈគ្នាមានរឿងមួយចង់និយាយមួយឯងមានរឿងអីមែនជិះមកគឺគ្នាចូលចិត្តឯងគ្នាដឹងថាបើនិយាយចឹងទៅឯងប្រកាសជាស្អប់គ្នាតែគ្នាពិតជាអាចលះអារម្មណ៍មួយនឹងបានទៀតទេវិរៈឬមិត្តខ្លួនឯងនិយាយដូច្នោះគេក៏រៀងភាំងបន្តិចដែរសំណាងឃើញមិត្តភក្តិខ្លួនឯងធ្វើមុខដូច្នោះក៏រៀងទម្លាក់ទឹកមុខដែររំពេចនឹងវិរៈក៏ចង់និយាយអ្វីម្យ៉ាងមកកាន់សំណាងប៉ុន្តែអត់បាននិយាយផងស្រាប់តែមានក្មេងប្រុសមួយក្រុមទៀតដែលមានគ្នាប្រហែលជា5នាក់អាយុប្រហែលនឹងពួកគេដែរបានចូលមកកាត់ចង្វាក់ពួកគេល្មមព្រាមនឹងក្មេងប្រុសម្នាក់នៅក្នុងចំណោមគេទាំង5នាក់ហ្នឹងដែលមានឈ្មោះថាសម្បូរក៏ចេញមកនិយាយទាំងសម្ដីđiềmដាមមើងងាយយីអើវិរៈនេះហើយស្រឡាញ់ប្រុសដូចគ្នាមែនអញកៀងហ្មងហ៎ពួកវានិយាយរួចហើយក៏នាំគ្នាសើចចំអកអ្នកទាំងពីរយ៉ាងសប្បាយចិត្តវិរៈឃើញដូច្នោះក៏ងើបចេញពីសំណាងហើយតបទៅពួកវាវិញទាំងរដាក់រដប់អញមិនដឹងទេវ៉ៃសុកវាមិនសារភាពប្រាប់អញកន្លងមកអញគិតថាវាមិនអញរហូតបើអញដឹងថាវាគិតអញ្ចឹងអញក៏ប្រហែលជាមិនហ៊ានរាប់អានវាដែរវ៉ៃវិរៈនិយាយចប់ក៏ស្ទុះរត់ចេញពីទីនោះទៅយ៉ាងរហ័សសំណាងសម្លឹងមើលតាមមិត្តភ័ក្តិទាំងអារម្មណ៍ក្នុងចិត្តប្រៀបដូចជាមានកំបិតរាប់ពាន់ផ្លែកំបិតចាក់ទម្លុះបេះដូងរបស់ខ្លួនដូច្នោះដែរស្របពេលនោះដែរសំឡេងសើចយឺតដងរបស់អ្នកទាំង5ក៏កាន់តែខ្លាំងទៅប៉ុន្តែសម្រាប់សំណាងគឺគាត់អត់បានខ្វល់ពីសំឡេងអ្នកទាំង5នោះទេនៅក្នុងចិត្តគាត់ពេលនេះគឺពិតជាអស់សង្ឃឹមខ្លាំងមែនទែនដោយសារតែក្តីស្រឡាញ់វាមានច្រើនលើសលប់ខ្លាំងពេកដែលមិនអាចហាមឃាត់ចិត្តខ្លួនឯងទើបធ្វើឲ្យគាត់និងមិត្តបានបាត់បង់មិត្តភាពមួយនេះទៅគាត់ពិតជាខូចចិត្តនិងសោកស្ដាយខ្លាំងមែនទែនខណៈពេលនោះដែរសំឡេងជួងក៏បានបន្លឺឡើងសិស្សគ្រប់គ្នាក៏មកផ្ដុំគ្នាជាជួរដើម្បីធ្វើពិធីគោរពទង់ជាតិបន្ទាប់ពីធ្វើកិច្ចនោះបញ្ចប់សពគ្រប់ហើយសិស្សទាំងអស់ក៏បំបែកគ្នាចូលថ្នាក់រៀនរៀងៗខ្លួនតាមធម្មតាចំណែកសំណាងយើងវិញពេលដែលកំពុងរៀនគេដូចជាគ្មានស្មារតីក្នុងខ្លួនតតែសោះអង្គុយភ្លឹកដូចជាមនុស្សគ្មានវិញ្ញាណអញ្ចឹងលោកគ្រូងាកមើលឃើញអញ្ចឹងក៏ស្ដីទៅកាន់សំណាងទាំងមិនពេញចិត្តនេះសំណាងបងឯងកំពុងធ្វើអ្វីហ្នឹងមិនស្ដាប់ខ្ញុំបង្រៀនសោះអញ្ចឹងសំណាងនៅតែអង្គុយធម្មតាដូចជាមិនបានឮគាត់និយាយអ្វីសោះឡើយលោកគ្រូឃើញដូច្នោះក៏ដើរទៅចិត្តគេហើយហៅគេម្ដងទៀតណែនេះសំណាងឮខ្ញុំហៅដែរទេហ្នឹងសំណាងហាក់បានឮលោកគ្រូហៅក៏ស្ទុះតបទៅគាត់វិញទាំងទឹកមុខរៀងភ័យបាទលោកគ្រូមិនកើតអីបានជាផ្លឹកអ្វីម្លឹងបាទអត់មានអីទេលោកគ្រូឲ្យខ្ញុំសុំទោសផងបើមិនអីទេល្អហើយអញ្ចឹងមករៀនបន្តទៀតបាទលោកគ្រូ
និយាយចប់លោកគ្រូក៏ដើរទៅខាងមុខដើម្បីបង្រៀនសិស្សដទៃទៀតបន្តឆ្លៀតឱកាសនោះដែរពួកក្មេង5នាក់កាលពីព្រឹកមិញក៏បានប្រើសម្ដីឌៀមដាមដាក់សំណាងយើងទៀតហើយអូយពួកឯងថ្ងៃនេះអញដូចជាមានអារម្មណ៍រៀនសោះទើបតែគេបដិសេធហើយថែមនឹងថាអញឡើងស្ទឹកមុខទៀតណែអាសម្បូរហែងកុំនិយាយការពិតមើលនិយាយអញ្ចឹងវាចាក់ដោតអានេះ និយាយចប់ពួកវាក៏នាំគ្នាសើចចំណាងតែលើកនេះគឺសើចតិចខ្លាចលោកគ្រូលឺប៉ុន្តែសំណាងក៏នៅតែអត់ខ្វល់ខ្វាយជាមួយពួកវាដដែលនឹងសំណាងក៏ងាកមកតាំងចិត្តរៀនជាមួយលោកគ្រូវិញដូចធម្មតាវិញទៅស្របពេលនោះដែរហាក់មានបុគ្គលអាកំបាំងម្នាក់បានប្រើខ្សែភ្នែកទាំងគូសម្លឹងមកកាន់សំណាងបែបបណ្ដាក់ភ្នែកមិនដឹងថាគេមានបំណងអ្វីមកលើសំណាងនោះទេនឹងហើយបងប្អូនចង់ដឹងច្បាស់ថាបុគ្គលអាកំបាំងនោះជានរណាកុំភ្លេចរងចាំទស្សនានៅភាគ2ដែលជាភាគបន្តសម្រាប់ភាគនេះគឺមកដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនារបស់បងប្អូនតាំងពីដើមរហូតមកដល់ចប់បើបងប្អូនស្រឡាញ់ចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like ចុច share និងចុច subscribe Channel របស់ Admin ផងអរគុណជម្រាបលាបាយបាយ